លោកស្រីតរីដាណាលើកឡើងថាលោកស្រីគឺជាមនុស្សស្រីដែលមានសំណាងព្រោះបានលោករស់រាជសាលធ្វើជាស្វាមីស្រាប់តែមានអ្នកនិយាយថាមិនមែនលោកស្រីតរីដាណាមានសំណាងទេប៉ុន្តែគឺជាលោករស់រាជសាលដែលជាស្វាមីទេដែលជាអ្នកមានសំណាងបាទប្រិមិត្តទាំងអស់គ្នាប្រហែលជាប្រិមិត្តភាគច្រើនបានដឹងហើយថាលោករស់រាជសាលជាមួយនឹងលោកស្រីតរីដាណាគឺតែងតែធ្វើនៅពិធីខួបថ្ងៃអាពាហ៍ពិពាហ៍រៀងរាល់មួយខែម្ដងដោយជាពិសេសគឺលោករស់រាជសាលតែងតែធ្វើឲ្យលោកស្រីតរីដាណាសប្រាយរៀងរាល់ខែចំថ្ងៃទី3បានមានន័យថាឲ្យតែដល់ខែនីមួយៗចំថ្ងៃទី3គឺលោករស់រាជសាលតែងតែធ្វើនៅពិធីមួយគឺមាននំខេកយ៉ាងធំបូកផ្សំជាមួយនឹងបាច់ផ្កាមួយបាច់ធំផងដែរហើយយកមកសប្រាយលោកស្រីតរីដាណាដោយជាក់ស្ដែងនោះគឺនៅថ្ងៃទី3ខែ5ឆ្នាំ2025នេះផងដែរលោករស់រាជសាលមិនភ្លេចទេគឺលោកបានធ្វើនៅនំខេកយ៉ាងធំមួយហើយលោកក៏បានយកមកសប្រាយលោកស្រីតរីដាណាជាភរិយារបស់លោកហើយយ៉ាងណាមិញនោះឃើញថានៅក្នុងថ្ងៃទី3ខែ5នេះផងដែរលោកស្រីតរីដាណាបានសរសេរបង្ហោះថាថ្ងៃទី3ខែ5 2025មនុស្សស្រីដែលមានសំណាងបាទមនុស្សស្រីដែលសំណាងមិនមែនបានប្តីជាអ្នកមាននោះទេគឺមនុស្សស្រីដែលបានប្តីចេះគោរពស្រឡាញ់ចេះខ្លាចចិត្តចេះខ្លាចបាត់បង់ចេះផ្ដល់តម្លៃនិងចង់ឃើញស្នាមញញឹមរបស់យើងរាល់ថ្ងៃហើយហ៊ានធ្វើគ្រប់យ៉ាងដើម្បីស្នាមញញឹមរបស់យើងអរគុណបងដែលតែងតែរំលឹកជារៀងរាល់ខែទៅថ្ងៃមុខមិនដឹងថាយ៉ាងម៉េចដឹងត្រឹមពេលនេះបងធ្វើបានល្អសម្រាប់គ្រួសារមួយនេះបាទប្រិមិត្តយ៉ាងណាមិញនោះឃើញថាតេតងទៅនឹងការបង្ហោះសំណេរយ៉ាងដូចនេះក៏មាន fan ជាច្រើនចូលទៅ comment បញ្ចេញអារម្មណ៍រីករាយក៏ដូចជាសរសើរជាមួយនឹងលោករស់រាជសាលប៉ុន្តែក៏មានអ្នកខ្លះបានចូលទៅ comment ថាមនុស្សប្រុសទេដែលមានសំណាងបានប្រពន្ធជាអ្នកមានស្រាប់បាទហើយក៏មានប្រិមិត្តយើងម្នាក់ទៀតមានគណនី Facebook ឈ្មោះថាបងផេនបានបញ្ចេញមតិថាអាមុនក៏សំណាងអាក្រោយក៏សំណាងអាចុចក៏សំណាងហើយក៏ដាក់ sticker សោតបាទប្រិមិត្តគាត់និយាយនេះហាក់ដូចជាមិនសូវច្បាស់ទេថាគាត់ឆឹងនិយាយយ៉ាងម៉េចបាទហើយមានប្រិមិត្តយើងម្នាក់ទៀតមានឈ្មោះថាប៊ុនដារាវុធបានបញ្ចេញមតិថាបើអត់មានអត់លុយវិញគ្មានសំណាងទេសាកគិតមើលទៅមិនមែននៅក្រមុំទេបាទអញ្ចឹងគាត់ថាបើសិនជាលោកស្រីតរីដាណាមិនមានលុយមិនមានទ្រព្យសម្បត្តិទេគឺមិនសំណាងដោយលោកស្រីនិយាយទេបានន័យថាលោករាជសាលដែលជាកំឡោះហ្នឹងមិនយកធ្វើជាភរិយាទេព្រោះថាលោកស្រីតរីដាណាគឺជាស្ត្រីមេម៉ាយមិនមែនជាស្រីក្រមុំទេ